ជំរាបសួរបងប្អូនទាំងអស់នាងខ្ញុំផាណែតថ្ងៃនេះមានប្រធានបទមួយមកចែករំលែកជូនបងប្អូនស្ដីពីគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាអាចធ្វើសកម្មភាពអាជីវកម្មដូចខាងក្រោមទិញនិងគ្រប់គ្រងអនុទានមិនដំណើរការព្រមទាំងទ្រព្យធានាភ្ជាប់ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទិញនិងគ្រប់គ្រងអចលនទ្រព្យពីកូនបំណុលរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលអចលនទ្រព្យនេះត្រូវបានដាក់លក់តាមរយៈការប្រកាសដេញថ្លៃដោយតុលាការឬតាមរយៈអភិបាលបណ្ដោះអាសន្នឬដំណើរការជំរះបញ្ជីផ្ដល់សេវាប្រមូលបំណុលឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុសម្របសម្រួលលក់ទ្រព្យធានាភ្ជាប់ដោយមានការយល់ព្រមពីកូនបំណុលលក់អនុទានទៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មផ្សេងទៀតនិងសកម្មភាពអាជីវកម្មផ្សេងទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជាគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មត្រូវមានដើមទុនចុះបញ្ជីអប្បបរមាស្មើនឹង200 trillion រៀលគត់បុគ្គលដែលដាក់ស្នើសុំអាជ្ញាប័ណ្ណជាគ្រឹះស្ថានគ្រប់គ្រងទ្រព្យសកម្មពីធនាគារជាតិនៃកម្ពុជាត្រូវភ្ជាប់ជាមួយនឹងឯកសារពាក់ព័ន្ធដូចខាងក្រោម 1. នាមឬនាមករអាជីវកម្មនិងអាស័យដ្ឋានដែលបានចុះបញ្ជី 2. ភស្តុតាងបញ្ជាក់ពីចំនួនដើមទុននិងប្រភពទុន 3. ឯកសារគតិយុត្តលក្ខន្តិកៈនិងឯកសារផ្សេងទៀត 4. រចនាសម្ព័ន្ធគ្រប់គ្រង 5. អត្តសញ្ញាណរបស់ភាគទុននិកនិងទំហំភាគហ៊ុនដែលបានកាន់កាប់ដោយភាគទុននិកនិងភស្តុតាងបញ្ជាក់ពីសមត្ថភាពបទពិសោធន៍និងលក្ខណៈវិនិច្ឆ័យសមស្របលើការងារគ្រប់គ្រងអាជីវកម្ម 6. អត្តសញ្ញាណរបស់ក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងជាន់ខ្ពស់ព្រមទាំងភស្តុតាងដែលបញ្ជាក់ថាបុគ្គលនោះមានកេរ្តិ៍ឈ្មោះល្អគុណវុឌ្ឍិនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដោះស្រាយអនុទានមិនដំណើរការ 7. ផែនការអាជីវកម្មរយៈពេល3ឆ្នាំដំបូងនិងយុទ្ធសាស្ត្រដើម្បីធ្វើអាជីវកម្មប្រកបដោយចីរភាព 8. ផែនការទិញនិងគ្រប់គ្រងនិងយុទ្ធសាស្ត្រចាត់ចែងអនុទានមិនដំណើរការ 9. ពិពណ៌នាពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ដំណើរការអាជីវកម្មប្រកបដោយសុវត្ថិភាព 10. គោលការណ៍ស្តីពីការដោះស្រាយបណ្ដឹងអតិថិជននិង 11. នីតិវិធីសវនកម្មផ្ទៃក្នុងព័ត៌មានលម្អិតបងប្អូនអញ្ជើញមកក្រុមហ៊ុន Dynamic Accounting Service ហៅកាត់ DS ឬជួយចុច like ឬ comment នៅខាងក្រោមសូមអរគុណ